វីដេអូនេះតាំងពី2ឆ្នាំមុនណាបងកាលនឹងរៀននៅបឋមចង់ឲ្យមានពេលតនីច្រើនចង់ធ្វើម្ហូបចង់ធ្វើនេះធ្វើនោះអីចឹងណាហើយក៏នឹកចង់ធ្វើវីដេអូធ្វើម្ហូបញ៉ាំលេងកំសាន្តឬអូនក៏ចូលចិត្តធ្វើម្ហូបដែរពេលតនីពីការរៀនអូនឆ្លៀតជួយធ្វើការងារផ្ទះម៉ាក់ជួយធ្វើនេះធ្វើនោះនៅក្នុងចក្រានអីចឹងណាតែឥឡូវវិញចូលដល់នោះជាលែកមានពេលទេបងអើយព្រោះរៀនព្រឹកផងថ្ងៃផងលែងមានពេលតនីច្រើនដូចមុនហើយអូFacebook ចឡើងឃើញតែគេធ្វើការ៉េមកក់ហើយក៏មានអារម្មណ៍ថាឃ្លានការ៉េមដែរថ្ងៃហ្នឹងចឹងតើមើលក្នុងទូទឹកកកតិចមើលមានអីខ្លះណ៎អូមានទឹកដោះគោជូរហើយនិងទឹកដោះគោស្រស់ដែរតាអញ្ចឹងថ្ងៃហ្នឹងអូនអាចធ្វើការ៉េមកក់បានញ៉ាំដែរហើយឃើញនៅក្នុងវីដេអូថាតំណងហើយតំណងមើលទៅដូចមិនពិបាកអីទេអញ្ចឹងអូនសាកធ្វើញ៉ាំដែរមើលចង់ដឹងថាកក់ដូចគេដែរអត់មានតែតាមដានមើលទាំងអស់គ្នាអ៊ំពូមីងតិចចុងក្រោយធ្វើមិនបានទៅមានតែសាកទេបានដឹងបើមិនសាកមិនដឹងឥឡូវវគ្គដំបូងយើងត្រូវមានទឹកកកមួយថង់អំបិលមួយថង់ហើយចាក់ចូលលាយជាមួយគ្នាឲ្យសព្វរួចដាក់កធុនដែកមួយពីលើបន្ទាប់មកយើងយកទឹកដោះគោរបស់យើងចាក់បញ្ចូលគ្នាអូផ្លេចប្រាប់អ៊ំពូមីងអំបិលហ្នឹងគឺគេយកអំបិលក្រួសព្រោះអំបិលម៉ត់វាអត់ងាយកកទេអំបិលក្រួសវាធ្វើឲ្យការ៉េមរបស់យើងកកបានល្អតែវិធីសាស្ត្រហ្នឹងអូនលើតាមគេថាដែរទេអ៊ំពូមីងអើយបើសិនជាខុសកន្លែងណាជួយខមមិនក្រោមវីដេអូប្រាប់អូនផងដឹងនៅចឹងឥឡូវតរបៀបធ្វើរបស់យើងទៀតបន្ទាប់ពីចាក់ទឹកដោះគោស្រស់ហើយនិងទឹកដោះគោជូររបស់យើងចូលគ្នារួចហើយយើងកូរវាឲ្យសព្វរួចទុកវាឲ្យត្រជាក់ហើយឧស្សាហ៍មើលវារៀងយូរដែរហ្នឹងអ៊ំពូមីងទម្រាំតែកកបានពាក់កណ្ដាលហ្នឹងចំណាយពេលប្រហែលជា20នាទីព្រោះទឹកដោះគោរបស់យើងរៀងច្រើនបន្តិចដែរនិយាយទៅបើយើងធ្វើតិចវាកកលឿនតែបើយើងធ្វើច្រើនវាកករៀងយូរបន្តិចដែរអញ្ចឹងវាអាស្រ័យលើទឹកដោះគោយើងទេតែបើសិនជាចង់ធ្វើញ៉ាំបានលឿនយើងដាក់តែបន្តិចបានហើយដាក់ទឹកដោះគោតែមួយកំប៉ុងទៅឆាប់បានញ៉ាំទេតែនេះបើអូនទឹកដោះគោជូរ2កំប៉ុងហើយទឹកដោះគោស្រស់កន្លះកំប៉ុងទៀតអញ្ចឹងបើគិតទៅចំណាយពេលប្រហែល40នាទីទម្រាំតែបានការ៉េមមួយហ្នឹងរៀងយូរដែរហ្នឹងអ៊ំពូមីងតែមិនអីទេព្រោះឃ្លានចង់ញ៉ាំការ៉េមដែរអ៊ំពូមីងដឹងទេថាអូនសប្បាយចិត្តគ្រាន់តែឃើញវាកកការ៉េមកកបានពាក់កណ្ដាលអូនហូរយកតែម្ដងចាយោអូនធ្វើការ៉េមកកបានញ៉ាំហើយចាយោអើយអូនសប្បាយចិត្តណាស់នេះជាលើកទី1ហើយអ៊ំពូមីងដែលអូនធ្វើការ៉េមញ៉ាំដោយខ្លួនឯងហើយធ្វើបានញ៉ាំពិតមែនរាល់ដងឃ្លានការ៉េមត្រូវទៅទិញនៅតូបលក់ចាប់ហួយឬក៏ម៉ាតអីបានមានឥឡូវបើយើងចង់ញ៉ាំយើងធ្វើខ្លួនឯងញ៉ាំទៅក៏បានដែរព្រោះយើងចេះធ្វើហើយគ្រឿងផ្សំវិញយើងចង់ដាក់ទឹកដោះគោអីក៏បានតាមចំណង់ចំណូលចិត្តយើងរួចចង់បន្ថែមផ្លែឈើពីក្នុងនឹងទៀតក៏បានអញ្ចឹងមិនថាធ្វើខ្លួនឯងយើងចង់កំងអីដាក់នឹងមកអេហ្មងចាឥឡូវអូនភ្លក់ឲ្យអ៊ំពូមីងមើលរសជាតិឆ្ងាញ់ណាស់ជូរអែមដោះគោរសជាតិ strawberry ដាក់លាយជាមួយទឹកដោះគោស្រស់ទៀតខ្ទិះតែម្ដងដាក់ចូលមាត់ទៅថាត្រជាក់អើយត្រជាក់ឆ្ងាញ់ណាស់ដូចគេលក់នៅផ្សារទំនើបអីចឹងណាជាខ្លាំងតែកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណាអញ្ចឹងកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាដែរណាបាយបាយ